មកបងប្អូនសាឡមកមុខនេះនិយាយពីថាជាតិបងប្អូនឃើញទឹកសាឡថ្លាថ្លាអញ្ចឹងឯតែទឹកសាឡរបស់យើងនេះគឺមានជាតិហើយឆ្ងាញ់មែនតើអាសាហូបទៅគឺមានកម្លាំងណាស់បងប្អូនឥឡូវនេះយើងមកមើលគ្រឿងផ្សំគ្រឿងទេសរបស់យើងមានដូចជាត្រីផ្ទុកមួយក្បាលយើងកាត់ជាកង់ស្ដងស្ដងដើម្បីយកទៅស្លបងប្អូនបន្ទាប់មកមានស្លឹកបាសនិងស្រីភ្នំបងប្អូនស្លឹកបាសបេះពីក្រោយផ្ទះហ្នឹងហើយផ្សិតនេះទិញគេទេបងប្អូនបើសិនជាមានស្អំដាក់ទៀតរត់ទៅឆ្ងាញ់បងប្អូនតែរត់ទិញអត់បានអញ្ចឹងហើយមានតែបន្លែធម្មជាតិប្រហែលមុខនឹងឯងបងប្អូនថ្ងៃហ្នឹងបងប្អូនចង់ហៅថាសាឡក៏បានឬក៏ប្រហើក៏បានព្រោះសាឡមួយមុខនេះវាស្លស្តៀងគ្នាទេហើយឈ្មោះយើងអាចប្រើតែមួយក៏បានដែរបងប្អូនឬក៏ប្រើពីរក៏បានសាច់តែបងប្អូនអញ្ចឹងណាហើយចំពោះខ្ញុំហៅថាសម្លសន្លក់ឬក៏ប្រហើក៏បានបងប្អូនដោយសារគ្រឿងទេសគ្រឿងផ្សំវាប្រើដូចគ្នាឥឡូវនេះខ្ញុំធ្វើការមកលាងផ្សិតរបស់ខ្ញុំឲ្យបានស្អាតសិនបន្លែគោលមានជាផ្សិតនិងស្រីភ្នំហើយស្លឹកបាសបងប្អូនយើងធ្វើការលាងទឹកឲ្យស្អាតសិនហើយនឹងលាងខ្ជាយលាងអីចឹងទៅដើម្បីយកទៅបុកបន្ទាប់មកពីលាងហើយយើងលាងស្លឹកបាសម្ដងបងប្អូនបន្ទាប់ពីលាងស្លឹកបាសលាងអីរួចរាល់យើងទៅធ្វើការបេះស្រីរបស់យើងសិនបងប្អូនដោយសារស្រីយើងនៅទាំងបែកទាំងធៀងអញ្ចឹងយើងធ្វើការបលេះវាបានស្អាតសិនបងប្អូនហើយស្រីខ្ញុំនេះខ្ញុំដាក់ចំនួនមួយដុំទេបងប្អូនរាល់ដងខ្ញុំស្លប្រហើខ្ញុំមានដាក់ដលងបារាំងឬក៏អនងឬក៏ត្រាវតែថ្ងៃហ្នឹងអត់ទេបងប្អូនសុំមកបែបបន្លែខៀវធម្មជាតិម្ដងបងប្អូននេះបន្លែយើងរៀបចំរួចរាល់ឥឡូវធ្វើការដាំទឹកដាក់គល់ក្រៃមួយគល់មកបន្ទាប់ពីទឹកពុះធ្វើការបង់គ្រឿងបុកមានដូចជាខ្ទឹមនិងខ្ជាយហើយល្មៀតបន្តិចបងប្អូនបន្ទាប់មកខ្ញុំធ្វើការបង់ត្រីផ្ទុកយើងចូលមកពេលត្រីចាប់ផ្ដើមស្អិនគឺខ្ញុំធ្វើការបង់ផ្សិតចូលចំពោះផ្សិតបើយើងចង់ដាក់ផ្សិតស្វឹងក៏បានឬក៏ផ្សិតនឹងក៏បានផ្សិតជុលក៏បានបងប្អូនឲ្យតែផ្សិតគឺស្លបានដូចគ្នាបងប្អូនបន្ទាប់មកខ្ញុំជ្រុំប្រហុកចូលដាក់ឲ្យប្រហុករាងស្អុយបានឆ្ងាញ់ហើយដាក់ប៊ីចេងហើយដាក់ស្លឹកស្រេះចូលបងប្អូនដោយសារស្លឹកស្រេះក៏រាងក្រលួយដែរអញ្ចឹងយើងដាក់ស្លឹកស្រេះមុនស្លឹកបាសពេលនេះស្លឹកស្រេះរបស់ខ្ញុំចាប់ផ្ដើមសពបស្អិនហើយខ្ញុំធ្វើការបង់ស្លឹកបាសចូលហើយគឺបិទភ្លើងយកតែម្ដងបងប្អូនចំពោះបន្លែខៀវនេះយើងកុំជំងាស់វាឲ្យលួយយើងដាក់មកសពូនគឺបានហើយបងប្អូនបើកាលណាយើងស្លឲ្យលួយពេកធ្វើឲ្យបន្លែរបស់យើងបាត់ពណ៌ហើយអត់សូវឆ្ងាញ់និយាយពីថាក្លិនវិញបាញ់និយាយបងប្អូនមើលទឹកថ្លាមែនតែទឹកវិញរសជាតិឆ្ងាញ់បងប្អូនមានជាតិហូបទៅគឺថាមានកម្លាំងហើយមានជាតិមែនទែនបងប្អូនសិតតែបន្លែធម្មជាតិហើយឥឡូវនេះសម្លខ្ញុំស្អិនហើយតើមើលខ្ញុំភ្លក់ទាំងអស់គ្នាស្លស្លក់ស្រេះជាមួយផ្សិតរបស់ខ្ញុំហើយនឹងស្លឹកបាសគឺស្អិនហើយបងប្អូនឈ្ងុយមកមើលខ្ញុំភ្លក់ទាំងអស់គ្នាបងប្អូនមកទ្រាំអត់បានទេបងប្អូនស្លស្អិនគឺទ្រាំអត់បានដួសភ្លក់សិន